ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Step Tarot Card and Beer សូមបញ្ជាក់ផងដែរថាសម្រាប់វីដេអូដែលខ្ញុំធ្វើគឺគ្រាន់តែជាការចែកជូនបងប្អូនទាំងអស់គ្នាស្ដាប់លេងកម្សាន្តប៉ុណ្ណោះប្រសិនបើត្រូវជាមួយនឹងសាច់រឿងបងប្អូនទាំងអស់គ្នាសូមយកទុកក្នុងចិត្តចាស់ប៉ុន្តែប្រសិនបើមិនត្រូវជាមួយនឹងសាច់រឿងបងប្អូនទាំងអស់គ្នាទេសូមអររំលងវីដេអូខ្ញុំចាស់ណាដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំបន្តធ្វើវីដេអូចែកជូនបងប្អូនស្ដាប់លេងកម្សាន្តជាបន្តទៀតសូមបងប្អូនជួយ follow account TikTok ក៏ដូចជាជួយ subscribe channel YouTube របស់ខ្ញុំម្នាក់មួយផងណាខ្ញុំពិតជាសូមអរគុណបងប្អូនទុកជាមុនការគ្រប់គ្រងក៏ដូចជា support របស់អ្នកទាំងអស់គ្នាគឺជាកម្លាំងចិត្តឲ្យខ្ញុំបន្តធ្វើវីដេអូជាហោហែបន្តទៀតណាខ្ញុំសូមអធិស្ឋានបងប្អូនទាំងអស់គ្នាទុកជាមុនផងណាប្រសិនបើវីដេអូរបស់ខ្ញុំមានសំឡេងរំខានសម្រាប់ថ្ងៃនេះគឺខ្ញុំមើលពាក់ព័ន្ធជាមួយនឹងប្រធានបទសម្រាប់អ្នក single អ្នកនៅលាវដែលពួកគាត់មិនទាន់ជួបគូជីវិតតើគាត់អាចនឹងជួបគូជីវិតទេហើយគូជីវិតគាត់មានលក្ខណៈសម្បត្តិបែបណាដែរចាំយើងទៅមើលទាំងអស់គ្នាសម្រាប់សន្លឹកកាតគឺខ្ញុំបានដោះរួចរាល់ហើយបងប្អូនសន្លឹកកាតទី1គឺសន្លឹកកាត Page of Swan សន្លឹកកាតទី2គឺ Queen of Pentacles សន្លឹកកាតទី3គឺ The Tower សន្លឹកកាតទី4គឺ The Empress និងសន្លឹកកាតចុងក្រោយគឺ Queen of Swords តើអត្ថន័យសន្លឹកកាតទាំងអស់នេះមានអត្ថន័យបែបណាចង់ណែនាំទៅកាន់បងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងរឿងស្នេហាមើលទៅលើអ្នកដែលគាត់មិនទាន់ជួបគូជីវិតឬក៏អ្នកដែលគាត់ធ្លាប់មានស្នេហាហើយប៉ុន្តែស្នេហាមិនថិតថេរហើយចង់ដឹងថាតើថ្ងៃអនាគតគាត់អាចនឹងជួបស្នេហាទេហើយស្នេហាដែលគាត់ជួបនេះបរិសុទ្ធឬក៏ស្ត្រីដែលជាគូអនាគតរបស់គាត់ពួកគេមានលក្ខណៈសម្បត្តិបែបណាដែរបងប្អូនទាំងអស់គ្នាសម្រាប់សន្លឹកកាត Page of Swan និងសន្លឹកកាត Queen of Pentacles អត្ថន័យសន្លឹកកាតនេះគឺប្រហាក់ប្រហែលគ្នាសន្លឹកកាតគឺតំណាងឲ្យកំឡោះក្រមុំដែលមានអាយុចាប់ពី25ឆ្នាំឡើងមិនថាអ្នកជាមនុស្សប្រុសឬក៏មនុស្សស្រីទេអ្នកគឺជាមនុស្សដែលមានអារម្មណ៍ល្អរួសរាយមើលពិភពលោកក្នុងផ្លូវល្អចូលចិត្តនៅអ្វីដែលថ្មីប៉ុន្តែក៏ឆាប់ធុញលឿនដែរអ្នកមិនចូលចិត្តនៅមួយកន្លែងទេទាំងបរិសុទ្ធនិងនារីគឺអ្នកតែងតែចូលចិត្តការធ្វើដំណើរឬក៏ការផ្លាស់ទីអត់ចូលចិត្តនៅមួយកន្លែងទេប្រសិនបើអ្នកចូលមកមើលវីដេអូនេះជានារីអ្នកអាចនឹងមានសម្បុរសឬក៏ស្រអែមតែភាគច្រើនអ្នកដែលចូលមកមើលវីដេអូនេះគឺមានសម្បុរសរាងខ្ពស់ស្រឡះហើយគឺជាមនុស្សដែលមានភាពទាក់ទាញបើអ្នកជាមនុស្សស្រីមានភាពលេចធ្លោហើយនៅក្នុងចំណោមមនុស្សអ្នកអាចនឹងមានភាពលេចធ្លោជាងគេហើយភាគរយច្រើនគឺអ្នកអាចកើតនៅក្នុងគ្រួសារមួយដែលមានលុយកាក់មានឋានៈល្អប៉ុន្តែបើនិយាយរឿងគូគឺនៅក្នុងសន្លឹកវាគេបង្ហាញថាអ្នកមិនសូវជាមានគូទេពីព្រោះអ្នកមើលទៅមនុស្សប្រុសតូចទាបជាងខ្លួនឯងពេកអញ្ចឹងមែនអត់អ្នកដែលមកមើលវីដេអូនេះមានន័យថាអារម្មណ៍របស់យើងចង់បានគូដែរតែពេលណាទៅយើងដល់គូហើយពេលណាបានយើងបានជួបគេម្នាក់នោះប៉ុន្តែសន្លឹកវាបង្ហាញថាយើងតែងតែមើលមនុស្សជុំវិញខ្លួនក៏ដូចជាមនុស្សប្រុសដែលយើងដាក់ចិត្តថានឹងមើលនឹងបើកបេះដូងប៉ុន្តែបែរជាមើលឃើញគាត់នឹងមានឋានៈតូចទាបជាងយើងឬក៏ពាក់ព័ន្ធមួយចំណេះដឹងពាក់ព័ន្ធមួយនឹងការងារក៏ដូចជាតួនាទីនៅក្នុងសង្គមគាត់តូចទាបជាងយើងអញ្ចឹងយើងពិបាកនៅក្នុងការដាក់មនោចេតនាមានមតិមួយគេលើកឡើងថាមនុស្សប្រុសជិះឡានអាចស្រឡាញ់មនុស្សស្រីជិះម៉ូតូឬក៏ជិះកង់បានប៉ុន្តែមនុស្សស្រីជិះឡានអត់អាចស្រឡាញ់មនុស្សប្រុសជិះម៉ូតូឬក៏ជិះកង់ទេអត់ដឹងថាអត្ថន័យពាក្យមួយឃ្លាហ្នឹងវាជាការពិតឬក៏អត់ទេប៉ុន្តែគេតែងតែលើកយកមកនិយាយនៅក្នុងសង្គមជាក់ស្ដែងបងប្អូនទាំងអស់គ្នាអញ្ចឹងអារម្មណ៍របស់យើងជាមនុស្សស្រីដែលចូលមកមើលវីដេអូនេះតែងតែមើលឃើញមនុស្សប្រុសហ្នឹងគាត់តូចទាបជាងយើងអញ្ចឹងយើងពិបាកនៅក្នុងការកសាងស្នេហាឬក៏ដាក់មនោចេតនាជាមួយគាត់ស្លឹកបៀគឺគេចង់បង្ហាញបែបហ្នឹងសន្លឹកបៀក៏គេចង់បង្ហាញយើងដែរថាពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់យើងតែងតែមានលុយកាក់ចូលជាហោហែមិនថាតិចឬក៏ច្រើននៃសន្លឹកបៀ Queen of Pentacles ដែលមានរូបផ្កាយរូបកាក់នេះបងប្អូនទាំងអស់គ្នាសន្លឹកបៀដែលតំណាងឲ្យលុយកាក់ទោះបីជាតិចឬច្រើនតែលុយកាក់តែងតែចូលរហូតអញ្ចឹងបងប្អូនទាំងអស់គ្នាចូលមកមើលវីដេអូនេះមានលុយចាយអត់ដាច់ទេមិនថាតិចឬក៏ច្រើនទេអ្នកតែងតែមានលុយចូលជាហោហែបងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងសន្លឹកបៀ Queen of Pentacles រឿងលុយកាក់គឺយើងចូលមកជាហោហែមិនថាតិចឬច្រើនទេពាក់ព័ន្ធមួយនឹងរឿងលុយកាក់គឺយើងអត់អីទេយើងមានលទ្ធផលល្អវិជ្ជមានប៉ុន្តែសម្រាប់សន្លឹកបៀ The Tower គេចង់ alert ឬក៏ចង់ដាស់តឿនប្រាប់យើងដែរពាក់ព័ន្ធជាមួយនឹងរឿងមិនល្អបងប្អូនទាំងអស់គ្នាដែលចូលមកមើលវីដេអូមួយនេះមិនថាជាបរិសុទ្ធឬក៏នារីទេសន្លឹកបៀ The Tower ជាសន្លឹកបៀដែលតំណាងឲ្យពាក់ព័ន្ធជាមួយនឹងយីអ៊ុនឬក៏សំណាងពាក់ព័ន្ធជាមួយនឹងរឿងមិនល្អអញ្ចឹងបើសិនបើបងប្អូនមានអារម្មណ៍ថាខ្លួនឯងមករយៈហ្នឹងអារម្មណ៍អត់សូវល្អសោះហើយពាក់ព័ន្ធជាមួយនឹងរឿងយីអ៊ុនអីដូចរឿងសយរឿងដាក់អីចឹងអត់សូវមានសំណាងល្អសន្លឹកបៀគេចង់ប្រាប់យើងថាឲ្យយើងអាចសូត្រមន្តរំដោះគ្រោះចេញ
តែជាបងប្អូនខ្លះក៏គាត់អាចមានគ្រោះដែរហើយគាត់អត់ទាន់បានកាត់គ្រោះអត់ទាន់អីឬក៏គ្រោះសល់ពីដើមឆ្នាំហើយយើងជិតដាច់ឆ្នាំ2025ទៀតហើយអញ្ចឹងខ្ញុំលើកទឹកចិត្តអាចបងប្អូនទាំងអស់គ្នាសូត្រមន្តរំដោះគ្រោះឬក៏ឲ្យឪពុកម្ដាយយើងគាត់ស្រោចទឹកឲ្យរៀងរាល់ថ្ងៃសិលក៏បានដែរបើយើងអត់ចង់សូត្រមន្តរំដោះគ្រោះឬក៏អាចទៅវត្តយើងអាចទៅវត្តណាដែរយើងទុកចិត្តរលោកអីស្រោចទឹកឲ្យក៏បានដែរហើយធ្វើបន់ប្រឡែងសัตว์អីទៅបរិច្ចាគឈាមបើសិនជាយើងអាចបរិច្ចាគឈាមបានបរិច្ចាគឈាមឬក៏ប្រឡែងសัตว์អីទៅហើយអាចរំដោះគ្រោះចេញបងប្អូនបានយើងអាចជួបលៀបសំណាងនេះនៅខាងមុខនេះអញ្ចឹងយើងមានបញ្ហារាំងស្ទះពាក់ព័ន្ធជាមួយនឹងគ្រោះយីអូនរបស់យើងអត់សូវជួបសំណាងល្អទេតើតែបងប្អូនកាត់គ្រោះចេញឬក៏រំដោះគ្រោះប្រឡែងសัตว์អីក៏បានដែរបរិច្ចាគឈាមឬក៏សូត្រមន្តយើងប្រគ្រោះអីឬក៏រនរណាដែលគាត់ប្រកាសឲ្យគាត់កាត់គ្រោះអីឲ្យក៏ល្អដែរព្រោះអីពាក់ព័ន្ធជាមួយនឹងសំណាងអាក្រក់ដែលយើងអត់ទាន់បានកាត់ចេញឬក៏អត់ទាន់រំដោះចេញហ្នឹងយីអូនអាក្រក់អីហ្នឹងយើងអាចធ្វើវាឲ្យជ្រះស្រឡះឲ្យអស់បងប្អូនទាំងអស់គ្នាយើងនឹងជួបសំណាងល្អហើយអញ្ចឹងពាក់ព័ន្ធជាមួយនឹងលុយកាក់អត់អីទេប៉ុន្តែពាក់ព័ន្ធជាមួយនឹងយីអូនឬក៏សំណាងឬក៏បញ្ហាស្នេហាវាមានបញ្ហារាំងស្ទះដោយសារសម្លឹកមីដថូអញ្ចឹងបើសិនជាបងប្អូនមានពេលវេលាអាចរំដោះគ្រោះឬក៏ធ្វើបន់ប្រឡែងសัตว์អីសាកមើលសិនទៅថាតើបន្ទាប់ពីធ្វើអញ្ចឹងហើយយើងគ្រាន់បើជាងមុនអត់ស្ថានភាពជីវិតរបស់យើងប្លែកអត់អញ្ចឹងសម្លឹកបៀនេះក៏ចង់បញ្ជាក់ប្រាប់យើងថាយើងអាចសូត្រមន្តរំដោះគ្រោះឬក៏ធ្វើអីក៏បានដែរឲ្យតែលក្ខណៈថាឲ្យយីអូនយើងឡើងមកវិញហើយយើងជួបតែសំណាងមកវិញណាយើងលាអារឿងមិនល្អដែរយើងជួបកន្លងមករឿងស្មុគស្មាញរឿងអីហ្នឹងឲ្យអស់មកលក្ខណៈថាធ្វើម៉េចឲ្យស្រាលចិត្តមកយើងនឹងមានអារម្មណ៍ល្អល្អក្នុងការទៅធ្វើការទៅរកស៊ីក៏ដូចជាជួបសំណាងល្អល្អនៅផ្លូវបន្តខាងមុខទៀតអញ្ចឹងខ្ញុំលើកទឹកចិត្តអាចបងប្អូនកាត់គ្រោះអីចេញឬក៏ធ្វើបន់ប្រឡែងសัตว์បរិច្ចាគឈាមអីទៅតាមដែលអាចធ្វើបាននៅពេលដែលយើងមានអាសម្លឹក Be the Tower នេះពាក់ព័ន្ធជាមួយនឹងរឿងស្នេហាបើសិនបើយើងអត់ទាន់ធ្វើអីមួយយ៉ាងដើម្បីកាត់គ្រោះឬក៏យកហុងស៊ុយមកវិញទេបើសិនជាកំពុងតែមានសង្សារក៏អាចអាសាឆ្លោះគ្នាដែរឬក៏អាចមានរឿងក្តៅក្រហាយហើយគូជីវិតអាចអត់ជួបរឿងសំបំណងទេដោយសារតែយើងមានគ្រោះពាក់ព័ន្ធមួយគ្រោះអាចបាច់អាចឆ្លាញ់គ្នាអត់បានយូរឬក៏អាចជួបបរិវៈហេតុក៏ថាបានដែរអញ្ចឹងបងប្អូនដើម្បីកុំឲ្យមានភាពស្ដាយក្រោយឬក៏ជួបគ្រោះថ្នាក់ចរាចរណ៍ដោយចាយដន់អីយើងមើលអត់ឃើញទេអញ្ចឹងអាចខ្ញុំលើកទឹកចិត្តឲ្យកាត់គ្រោះទៅណាអ្នកដែលបានមើលវីដេអូនេះអាហ្នឹងគ្រាន់តែជាសារដាស់តឿនទេបើសិនជាបងប្អូនយកទុកក្នុងចិត្តក៏ធ្វើតាមចាស់ប៉ុន្តែបើមិនយកទុកក្នុងចិត្តទេគិតថាមិនត្រូវជាមួយនឹងសាច់រឿងបងប្អូនទាំងអស់គ្នាទេអាចអូសរំលងវីដេអូខ្ញុំបានណាពីព្រោះខ្ញុំមើលតែទៅតាមសម្លឹកកាតយើងទេសម្រាប់សម្លឹកកាត The Empress ហើយនឹង Queen of Swords នេះមានអត្ថន័យបែបណាបន្ទាប់ពីសម្លឹកកាត The Tower ហើយអញ្ចឹងបើសិនជាបងប្អូនប្រឡែងសัตว์ធ្វើបន់ឬក៏កាត់គ្រោះកាត់អីហើយអ្នកបងប្អូននឹងជួបរឿងល្អៗពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់សម្លឹក Be the Empress នេះបងប្អូនអាចមានចំណូលល្អជាងមុនហើយបើសិនជាបងប្អូនជាមនុស្សប្រុសអាចនឹងមានមនុស្សស្រីនាំលៀបមកឲ្យហើយបើសិនជាបងប្អូនជាអ្នកលក់ដូររកស៊ីអីឬក៏ស្ត្រីមេផ្ទះអីគឺទទួលបានលៀបកាន់តែច្រើនពិសេសមុខរបរដែលពាក់ព័ន្ធជាមួយនឹងស្ត្រីមេផ្ទះតែម្ដងលក់ដូរលក់អីវ៉ាន់ចាប់ហួយពាក់ព័ន្ធជាមួយនឹងគ្រឿងទេសគ្រឿងប្រើប្រាស់នៅក្នុងផ្ទះអីហ្នឹងអាចកាន់តែរីកចម្រើនកាន់តែដើរទៅមុខនៅពេលដែលយើងកាត់គ្រោះកាត់អីហើយយើងធ្វើបន់អីហើយចេះស្លាស់ហើយយីអូនយើងឡើងមកវិញបងប្អូនទាំងអស់គ្នាហើយពាក់ព័ន្ធជាមួយនឹងរឿងស្នេហាក៏ដូចគ្នាដែរសម្លឹក Be the Empress គេចង់ប្រាប់យើងថាបើសិនជាអ្នកអត់ទាន់មានគូទេនឹងបានជួបស្នេហាក្នុងពេលឆាប់ដែរអញ្ចឹងជឿអត់បើសិនជាកាត់គ្រោះហើយជួបស្នេហាអាចចូលមក comment វីដេអូនឹងវិញប្រាប់ខ្ញុំផងណាហើយអាចនឹងបានរៀបការបើជាមនុស្សប្រុសនឹងទទួលបានប្រពន្ធល្អពូកែការងារក្នុងផ្ទះមើលថែគ្រួសារបានយ៉ាងល្អហើយអាចមានឱកាសមានគូប្រងតាមរយៈសាច់ញាតិខាងម្ដាយជាអ្នកណែនាំឲ្យដែរនិយាយរួមទៅនៅពេលដែលយើងធ្វើបន់អីជ្រះស្រឡះអីហើយយីអូនយើងឡើងយើងជួបរឿងល្អហ្មងជួបគូក្រងល្អពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់ក៏ល្អប្រសើរជាងមុនដែរអញ្ចឹងគិតបែបណាគួរធ្វើបែបណាអាស្រ័យលើបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូមួយនេះគ្រាន់តែជា guideline ឬក៏គ្រាន់តែចង់ណែនាំទៅកាន់បងប្អូនទាំងអស់គ្នាថាគួរធ្វើអ្វីមិនគួរធ្វើអ្វីទេហើយក៏ជាវីដេអូកំសាន្តដែរអញ្ចឹងបើសិនជាត្រូវអាចយកទៅក្នុងចិត្តប៉ុន្តែបើមិនត្រូវទេអាចអូសរំលងវីដេអូនេះចុះអត់អីទេបងប្អូនទាំងអស់គ្នាសម្លឹក Be Queen of Swords នេះក៏ចង់បញ្ជាក់ប្រាប់អ្នកដែលមកចូលមើលវីដេអូមួយនេះដែរបើសិនបើអ្នកជាមនុស្សប្រុសអ្នកនឹងជួបមនុស្សស្រីដែលជាគូអនាគតនឹងមានអាយុចាប់ពី25ឆ្នាំឡើងគាត់មានសម្បល់ស្អែមជាមនុស្សដែលមើងម៉ាត់ដាច់ខាតជាជាក់លើខ្លួនឯងខ្ពស់ហើយបើស្រឡាញ់នរណាហើយគាត់ស្រឡាញ់ពិតគាត់ស្មោះមានសមត្ថភាពខ្ពស់ពូកែរឿងការងារការរកស៊ីអាចដោះស្រាយបញ្ហាផ្សេងដែលខ្លួនឯងបានមានអំណាចហើយមានតំណែងខ្ពស់ប៉ុន្តែជាមនុស្សស្រីដែលផ្ដាច់ការបន្តិចដែរបើគាត់ជាមនុស្សប្រុសចូលមើលវីដេអូនេះគាត់នឹងជួបមនុស្សស្រីបែបហ្នឹងជាគូអនាគតរបស់គាត់សម្រាប់មនុស្សស្រីវិញប
ហ្នឹងហើយគាត់ក៏អាចគូអនាគតដូចគ្នាដែរប៉ុន្តែខ្ញុំលើកទឹកចិត្តអាចធ្វើពិធីកាត់គ្រោះឬក៏ធ្វើពិធីរំដោះគ្រោះអីសិនទៅណាបានយើងអាចជួបរឿងល្អៗគ្រាន់តែថាសម្រាប់មនុស្សស្រីគាត់រៀងរើបន្តិចយាយពាក់ព័ន្ធមួយគូជីវិតអញ្ចឹងដោយសារតែសម្លឹកបៀផេកអាស្វតនេះគឺជាសម្លឹកបៀដែលតំណាងឲ្យម្ចាស់ដែលចូលមកមើលជាមនុស្សស្រីគឺគាត់កើតនៅក្នុងគ្រួសារល្អមួយគាត់គ្រួសារដែលមានឋានៈមានទូនាទីមានលុយកាក់ល្អអញ្ចឹងពាក់ព័ន្ធជាមួយនឹងគាត់មើលទៅមនុស្សប្រុសអាចនឹងមើលឃើញមនុស្សប្រុសតូចទាបជាងខ្លួនអញ្ចឹងមានន័យថាយើងរៀងរើសច្រើនដែរយើងកំណត់ថែបរបស់យើងដែរពាក់ព័ន្ធជាមួយនឹងរឿងស្នេហាអញ្ចឹងសម្រាប់មនុស្សស្រីគាត់រៀងរើបន្តិចដែរហើយក៏ជាមនុស្សស្រីដែរការឆ្នះឆ្នើមផងដែរហើយមានភាពច្បាស់លាស់ក្នុងជីវិតដែរហើយរឿងរឹងមាំមនុស្សស្រីតែរឿងរឹងមាំអាភ័ព្វស្នេហ៍ហើយអញ្ចឹងសម្រាប់មនុស្សស្រីគាត់រៀងអាភ័ព្វស្នេហ៍បន្តិចប៉ុន្តែសួរថាជួបគូព្រេងជួបអនាគតគាត់នឹងជួបអត់ទេគ្រាន់តែថារៀងយូរជាងមនុស្សប្រុសដែលចូលមកមើលវីដេអូនេះគាត់អាចជួបគូព្រេងឬក៏គូអនាគតរបស់គាត់លឿនជាងមនុស្សស្រីដោយសារតែសម្រាប់ការចង់បញ្ជាក់ប្រាប់ថាមនុស្សស្រីដែលចូលមកមើលវីដេអូនេះគាត់រៀងរើគាត់រឹងមាំជាធម្មតាទេមនុស្សស្រីដែលរឹងមាំឯករាជ្យ independent ពាក់ព័ន្ធជាមួយនឹងរឿងស្នេហាគឺគាត់រៀងរើបន្តិចហើយអញ្ចឹងសម្រាប់វីដេអូនេះជាចុងក្រោយចង់បង្ហាញប្រាប់បងប្អូនថាពាក់ព័ន្ធជាមួយនឹងរឿងស្នេហាលក្ខណៈសម្បត្តិមនុស្សដែលយើងនឹងជួបជាដៃគូជីវិតនៅថ្ងៃអនាគតគឺខ្ញុំបានបង្ហាញនៅក្នុងសន្លឹកបៀទាំងអស់ហ្នឹងហើយអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលចំណាយពេលស្ដាប់និងតាមដានវីដេអូមួយនេះហើយជួបខ្ញុំនៅវីដេអូក្រោយទៀតអរគុណច្រើនជម្រាបលា